ngày níខ្ញុំនឹងយាមរយនេះធ្វើមិនដោយបានត្រីមួយកែវដោយមិនឲ្យចាំពេលយូរខ្ញុំក៏យកមកធ្វើដំណើរស្វែងរកកន្លែងដែលគេលក់កាហ្វេឬក៏កន្លែងដែលគេលក់ត្រីដើម្បីសុំគេដូរជាមួយនឹងលុយ100ទៀតប៉ុន្តែមិននឹងយាមទៅដូរ100រៀលហ្នឹងខ្ញុំក៏ធ្វើដំណើរមកពីអនសិនពីព្រោះខ្ញុំមានណាជាមួយបងប្រុសខ្ញុំថាខ្ញុំនឹងមកមើលកុនអីចឹងណាបន្ទាប់ពីយើងបានជួបគ្នាយើងក៏ធ្វើដំណើរទៅកន្លែងមើលកុនតែម្ដងហើយដែលសារតែគាត់ជាបងប្រុសល្អជាងទៅគាត់ក៏ចេញលើថ្លៃសបត់កុនបានមកយើងយកលុយ100ទៅដល់ចូលមកមើលកុនតាមភាសាគឺទៅចេញថ្មីបន្ទាប់ពីនោះមកយើងក៏ចូលមើលរឿងធម្មតាបន្ទាប់ពីយើងមើលរឿងហើយយើងក៏ធ្វើដំណើរទៅបន្តបេសកកម្មយកលុយ100រៀលទៅដល់ឲ្យបានត្រីមួយកែវហើយខ្ញុំក៏ជឿសួរសំណួរមួយទៅបងប្រុសខ្ញុំផងដែរបើគេថា100រៀលនេះអាចដូរបានត្រីមួយកែវអត់បានទេ100រៀលដូរឲ្យបានច្បាស់វ៉ាត្រីគេកែវហ៎អូខេតោះចាំមើលអ្នកគ្នាហើយខ្ញុំក៏ធ្វើដំណើរមកដល់កន្លែងគេលក់កាហ្វេប៉ុន្តែនៅពេលដែលខ្ញុំមកដល់ព្រាមនោះគឺខ្ញុំមកដល់នេះសុំគាត់ដូរនោះទេគឺខ្ញុំឲ្យបងខ្ញុំទិញត្រីមួយកែវសិនបន្ទាប់ពីអង្គុយឲ្យមួយសន្ទុះមកខ្ញុំក៏ដាច់ចិត្តសុំគាត់ដូរបងងាយត្រីអត់គេណៃខ្ញុំមានសំណួរសួរមួយតើបងអញហ៊ានដូរ100រៀលនេះជាមួយនឹងត្រីមួយកែវអត់ត្រីមួយកែវត្រីពីរៀលណោះចំជួយមួយនេះប៉ុន្តែសួរហើយត្រីមួយកែវអូខេអ្នកគ្នាឥឡូវយើងបានត្រីមួយកែវហើយឥឡូវនេះត្រីយើងចិត្តបានទេអ្នកទាំងអស់គ្នាវ៉ាGreen Tea មួយកែវ100រៀលចឹងមកអ្នកគ្នាចង់ថតត្រីអីអ្នកគ្នាអញមកថតនៅកន្លែងបានដែលមានឈ្មោះថាថៃកាហ្វេហើយនេះគឺជា1លុយហើយសម្រាប់ទីតាំងគឺស្រួលរកកម្មចេញនៅទូមុខយកមួយនេះអ្នកគ្នាបន្ទាប់ពីបោះចុះមកអ្នកគ្នានឹងឃើញតូបកាហ្វេមួយគឺនៅខាងឆ្វេងដៃ Follow me please